សួស្តីអ្នកទាំងអស់គ្នាតោះយើងបន្តសាច់រឿងស៊ីឈីងរបស់យើងជាបន្តទៀតគេកំពុងតែដោះត្រាទី2របស់គេហើយអត្តសញ្ញាណពិតប្រាកដរបស់ប្រធានក្រុមតែងតែជាអត្តកំបាំងជានិច្ចស៊ីឈីងធ្លាប់មានការស្មានអំពីអត្តសញ្ញាណពិតរបស់គេហើយថែមទាំងធ្លាប់គិតថាគេអាចជាព្រះអង្គម្ចាស់នៃកំពូលភ្នំទី7ទៀតផងទោះជាយ៉ាងណាក៏ដោយគាត់គ្រាន់តែគិតអំពីរឿងនេះម្ដងម្កាលប៉ុណ្ណោះព្រោះវាមិនសូវសំខាន់ទេយ៉ាងណាមិញទោះបីជាប្រធានក្រុមជានរណាក៏ដោយក៏វានឹងមិនប៉ះពាល់ដល់ទំនាក់ទំនងដ៏ពិសេសដែលពួកគេមាននោះទេពេលឃើញប្រធានក្រុមស្រាប់តែបញ្ចេញធម្មពលកើនឡើងកែវភ្នែករបស់ស៊ីឈីងក៏បញ្ចេញពន្លឺយ៉ាងសាហាវគាត់ក៏មិនចង់ចាញ់ការភ្នាល់នេះដែរហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគាត់ពិតជាចង់ឃើញប្រធានក្រុមបន្លំខ្លួនជាព្រះនាងទី3ណាស់ដូច្នេះគ្រាន់តែប្រធានក្រុមបញ្ចេញធម្មពលអស់ពីសមត្ថភាពភ្លាមស៊ីឈីងក៏បញ្ចេញចង្គៀងជីវិតរបស់គាត់ឲ្យឆេះកាន់តែខ្លាំងបន្ទាប់មកពួកគេទាំងពីរក៏បានវាយប្រយុទ្ធគ្នាម្ដងទៀតសម្លេងផ្ទុះយ៉ាងកក្រៅបានបន្លឺឡើងគ្រប់ទីកន្លែងបន្ទាប់ពីដោះត្រារបស់ខ្លួនរួចរាងកាយទាំងមូលរបស់ប្រធានក្រុមបានបញ្ចេញពន្លឺពណ៌មាសដែលសម្រាប់ស៊ីឈីងវាមើលទៅស្រដៀងនឹងភាពជាព្រះប៉ុន្តែវាមិនមែនទេភាពជាព្រះគឺពិសិដ្ឋប៉ុន្តែអារម្មណ៍ដែលចេញពីប្រធានក្រុមគឺពោពេញដោយភាពកាចសាហាវហាក់ដូចជាវាមានសមត្ថភាពអាចកំទេចរាល់អ្វីៗទាំងអស់អញ្ចឹងដោយមានពន្លឺចែងចាំងជុំវិញខ្លួនប្រធានក្រុមបានគ្រវីដៃបង្កើតជាសមុទ្រពន្លឺពណ៌មាសមួយដែលបន្ទាប់មកបានប្រែទៅជាបាតដៃដ៏ធំសម្បើមមួយសង្កត់មកលើស៊ីឈីងឯងត្រូវតែបន្លំខ្លួនជាព្រះនាងទី3គេស្រែកឡើងសមុទ្រពន្លឺនោះបានបោកផ្ទប់មកលើស៊ីឈីងរុញច្រានគាត់ឲ្យថយក្រោយដោយគ្មានការប្រណីឡើយពន្លឺនោះហាក់ដូចជាទាំងឈួតលីលានិងកាយសាហាវធ្វើឲ្យគាត់ពិបាកក្នុងការដកដង្ហើមហើយថែមទាំងប៉ះពាល់ដល់កម្រិតវឹកហាត់របស់គាត់ធ្វើឲ្យអណ្ដាតភ្លើងជីវិតរបស់គាត់រលត់ផងដែរមើលពីចម្ងាយបាតដៃពណ៌មាសដ៏ធំសម្បើមនោះមានទំហំធំជាងស៊ីឈីងដល់ទៅ100ដងហើយមើលទៅហាក់ដូចជាគ្មានវិធីណាដែលគាត់អាចបញ្ឈប់វាពីការសង្កត់គាត់ចុះទៅក្នុងទឹកបានឡើយកម្រិតធម្មពលនេះសម្រាប់ស៊ីឈីងវាហាក់ដូចជាកម្រិតអណ្ដាតភ្លើង2អញ្ចឹងហើយល្បឿនរបស់វាក៏លឿនណាស់ដែររហូតគាត់ពិបាកក្នុងការទប់ទល់វិធីតែមួយគត់ដើម្បីទប់ទល់នឹងវាគឺត្រូវមានធម្មពលនៃអណ្ដាតភ្លើង3កែវភ្នែករបស់ស៊ីឈីងរួមតូចខណៈដែលចេតនាសម្លាប់បានពេញក្នុងកែវភ្នែករបស់គាត់សរសៃឈាមនៅលើថ្ងាសរបស់គាត់ឡើងប៉ោងហើយគាត់ក៏បោះដៃទាំងពីរទៅមុខភ្លាមនោះសំឡេងស្រែករបស់បាសីក៏បន្លឺឡើងពីក្រោយគាត់ហើយអណ្ដាតភ្លើងពណ៌ខ្មៅក៏ឆេះសន្ធោសន្ធៅខណៈដែលក្អែកមាសហោះវិលវល់ចេញមកពេលវាងើបក្បាលឡើងហើយស្រែកឡើងវាក៏បាននៅពីលើស៊ីឈីងរាងកាយរបស់ក្អែកមាសបាននៅពីលើគាត់ដោយគ្របដណ្ដប់លើអាវផាយពណ៌ស្វាយរបស់គាត់រុំរបស់វាបានคล้ายដូចជាអាវផាយអធិរាជដែលមើលទៅស្រពេចស្រពិលប៉ុន្តែពោពេញទៅដោយភាពអស្ចារ្យក្បាលរបស់វាបានคล้ายដូចជាមកុដអធិរាជដែលបញ្ចេញចំហាយធម្មពលនៃអត្ថិភាពដ៏ខ្ពង់ខ្ពស់កន្ទុយដែលដូចជាសត្វហង្សបានคล้ายដូចជាគ្រឿងលម្អហើយសមុទ្រភ្លើងពណ៌ខ្មៅដែលភ្ជាប់ទៅនឹងវាក៏បានคล้ายដូចជាអាវធំមើលពីចម្ងាយស៊ីឈីងដែលមានមុខមាត់ស្រទន់និងសំបីតែស្រស់ស្អាតបូករួមជាមួយនឹងសម្លៀកបំពាក់ដ៏អស្ចារ្យនេះធ្វើឲ្យគាត់មើលទៅដូចជាអធិរាជវ័យក្មេងម្នាក់អញ្ចឹងតាមពិតគាត់មើលទៅស្រដៀងនឹងអធិរាជបុរាណក្អែកមាសនៅក្នុងរទេះសេះនាគនោះណាស់សូម្បីតែប្រធានក្រុមក៏ស្រឡាំងកាំងដែរហើយកែវភ្នែករបស់គេក៏រួមតូចខណៈដែលស៊ីឈីងដោយគ្មានទឹកមុខអ្វីទាំងអស់បានក្តាប់ដៃស្ដាំរបស់គាត់ជាកណ្ដាប់ដៃហើយដាល់សម្ដៅទៅរកបាតដៃដែលកំពុងបក់មកនោះការដាល់នោះគឺជាការរួមបញ្ចូលគ្នានៃអណ្ដាតភ្លើងជីវិតចង្គៀងជីវិតនិងធម្មពលរាងកាយដ៏ខ្លាំងក្លានៃក្អែកមាសស្រូបយកសពវិញ្ញាណរបស់គាត់ពួកវាបានរួមគ្នាបង្កើតជាការវាយប្រហារដ៏មានធម្មពលបំផុតដែលគាត់មានសមត្ថភាពអាចធ្វើបាននៅពេលនេះឋានសួគ៌និងផែនដីបានញ័ររង្គើខណៈដែលកណ្ដាប់ដៃនោះបានបង្កើតជាស្រមោលអវតារដ៏ស្រពេចស្រពិលមួយដែលកាន់តែធំឡើងពី1វិនាទីទៅ1វិនាទីរហូតដល់វាមានទំហំធំប៉ុនបាតដៃដែលកំពុងបក់មកនោះហើយវាក៏បានបញ្ចេញនូវអារម្មណ៍ដ៏កាចសាហាវយ៉ាងខ្លាំងផងដែរទោះជាយ៉ាងណាក៏ដោយអារម្មណ៍ដ៏កាចសាហាវពីស៊ីឈីងមានអារម្មណ៍ដូចជាការមើលងាយរបស់ព្រះមហាក្សត្រចំណែកឯរបស់ប្រធានក្រុមវិញមានអារម្មណ៍ដូចជាភាពឈួតលីលារបស់មនុស្សព្រៃផ្សៃនៅពេលដែលវាប៉ះគ្នាសម្លេងផ្ទុះយ៉ាងកក្រៅក៏បានកើតឡើងនៅចំណុចប៉ះទង្គិចនោះឈាមបានខ្ទាតចេញពីមាត់របស់ស៊ីឈីងខណៈដែលគាត់ត្រូវរុញឲ្យហោះវិលវល់ទៅម្ខាងសម្លៀកបំពាក់អធិរាជដែលបង្កើតឡើងដោយក្អែកមាសស្រូបយកសពវិញ្ញាណមិនអាចទប់ទល់នឹងកម្លាំងនោះបានទេហើយក៏បាត់ទៅវិញក្នុងពេលជាមួយគ្នានោះការឈឺចាប់ក៏បានផ្ទុះឡើងនៅក្នុងកណ្ដាប់ដៃស្ដាំរបស់ស៊ីឈីងខណៈដែលដៃរបស់គាត់ត្រូវថ្លោះប្រធានក្រុមក៏ក្អួតឈាមដូចគ្នាខណៈដែលគេត្រូវរុញឲ្យថយក្រោយដោយមិនអាចគ្រប់គ្រងខ្លួនឯងបាននិមិត្តសញ្ញាវេទមន្តនៅក្នុងកែវភ្នែករបស់គេបានភ្លឺភ្លឹបផ្លែតពី3ដងបន្ទាប់មកគ្រោះសត្វបាត់ទៅដៃស្ដាំរបស់គេក៏មានការឈឺចាប់យ៉ាងខ្លាំងហើយសម្លេងប្រេះស្រាំក៏បន្លឺចេញពីកដៃរបស់គេដែលតាមមើលទៅគឺវាបាក់ហើយខណៈដែលពួកគេទាំងពីររអិលថយក្រោយចេញពីគ្នាទាំងហត់ដង្ហើមស៊ីឈីងបានយកដៃឆ្វេងរបស់គាត់ទៅចាប់ដៃស្ដាំហើយទាញវាឲ្យចូលកន្លែងដើមវិញ
ក្នុងពេលជាមួយគ្នានោះប្រធានក្រុមបានគ្រវីដៃឆ្វេងរបស់គេធ្វើឲ្យពន្លឺពណ៌មាសភ្លឺចែងចាំងហើយភ្លាមនោះក៏បានព្យាបាលរបួសនៅក្តីរបស់គេដោយមិនបង្ហាញសញ្ញាណាមួយថាគេមានការឈឺចាប់គេក៏និយាយយ៉ាងស្ងប់ស្ងាត់ថាមិនអន់ទេអាប្អូនហើយមានសមត្ថភាពប្រយុទ្ធប្រហែល 10% នៃសមត្ថភាពដែលប្រធានរបស់ឯងអាចបញ្ចេញបានហើយបន្តខិតខំទៀតទៅអូនិយាយចឹងឯងចាញ់ហើយនិយាយចប់ប្រធានក្រុមក៏សម្លឹងមើលទៅផ្ទៃទឹកពស់សមុទ្រដែលពួកគេទាំងពីរកំពុងតែដណ្ដើមគ្នាសម្លាប់នោះពេលនេះកំពុងតែត្រូវរំពាត់ដោយតង់តកូលមួយដែលបន្ទាប់មកបានអូសវាចេញពីទឹកប្រធានក្រុមមើលទៅមានការពេញចិត្តនឹងខ្លួនឯងយ៉ាងខ្លាំងហើយច្បាស់ណាស់ថាកំពុងតែរំពឹងឲ្យស៊ីឈីងនិយាយអ្វីមួយទោះជាយ៉ាងណាក៏ដោយនោះគឺជាពេលដែលពន្លឺនៃភាពជាបិសាចចង្អិតបានភ្លឺឡើងនៅក្នុងភ្នែករបស់ពស់នោះហើយវាក៏បើកមាត់យ៉ាងធំរួចខាំករបស់វាផ្ទាល់តែម្ដងការខាំនោះមានថាមពលយ៉ាងខ្លាំងហើយពស់នោះច្បាស់ជាមិនបានទប់កម្លាំងសូម្បីតែបន្តិចឡើយសំឡេងហែកបានបន្លឺឡើងខណៈដែលក្បាលរបស់ពស់នោះត្រូវបានដាច់ចេញពីរាងកាយរបស់វាទោះជាយ៉ាងណាក៏ដោយវាមិនទាន់ស្លាប់ទេអារម្មណ៍នៃភាពជាបិសាចង្អិតកាន់តែខ្លាំងឡើងខណៈដែលពស់នោះបន្ទាប់មកបានចាប់ផ្ដើមស៊ីរាងកាយរបស់វាដែលនៅសេសសល់ឈាមបានខ្ទាតចេញពីផ្នែកដែលដាច់របស់ពស់នោះបង្កើតបានជាទិដ្ឋភាពដ៏គួរឲ្យតក់ស្លុតនិងរន្ធត់ខណៈដែលប្រធានក្រុមកំពុងសម្លឹងមើលដោយក្តីស្រឡាំងកាំងស៊ីឈីងក៏និយាយយ៉ាងស្ងប់ស្ងាត់ថាតាមពិតប្រធានក្រុមខ្ញុំជាអ្នកឈ្នះបន្ទាប់ពីនិយាយចប់ក្បាលរបស់ពស់នោះក៏ញ័ររង្គើបន្ទាប់មកវាក៏ហាក់ដូចជាបាត់បង់ថាមពលដែលជួយទ្រទ្រង់វាក៏ធ្លាក់ចុះទៅក្នុងទឹកខណៈដែលស្រមោលរបស់ស៊ីឈីងបានត្រឡប់មករកគាត់វិញយ៉ាងស្ងៀមស្ងាត់រហូតមកដល់ពេលនេះទើបយូលីងជឺអាចដោះត្រាខ្លួនឯងបានសម្រេចត្រឡប់មករកស៊ីឈីងវិញគេសម្លក់មើលប្រធានក្រុមដោយក្តីខឹងសម្បាយូលីងជឺពិតជាបាត់បង់មុខមាត់យ៉ាងខ្លាំងអំបញ្ញមិញនេះហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគេបារម្ភថាអាបេសាយស៊ីឈីងអាចនឹងគិតថាគេគ្មានប្រយោជន៍បន្ទាប់ពីការប្រយុទ្ធនេះអ្វីដែលកាន់តែអាក្រក់នោះគឺស្រមោលខ្មៅច្បាស់ជាបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យយូលីងជឺមានអារម្មណ៍ថាវិបត្តិមួយកំពុងតែកើនឡើងកាន់តែខ្លាំងនៅក្នុងខ្លួនគេហើយប្រធានក្រុមសម្លឹងមើលទៅពស់សមុទ្រដែលរហែកខ្ទេចខ្ទីអណ្ដែតលើផ្ទៃទឹកដោយក្តីស្រឡាំងកាំងបន្ទាប់មកគេក៏សម្លឹងមើលស៊ីឈីងដោយហាក់ដូចជារៀងៗខ្មាស់បន្តិចគេបន្ថយសំឡេងហើយនិយាយថាសិស្សប្អូនចុះបើយើងសម្របសម្រួលគ្នាឯងចាញ់ហើយស៊ីឈីងកាត់សម្ដីយ៉ាងត្រជាក់ណែឯងជ្រុះកំណត់ហេតុវិញ្ញាណមួយស្លឹកហើយប្រធានក្រុមអោនចុះរើសវាពីដីហើយហុចឲ្យស៊ីឈីងដោយទឹកមុខស្មើឯងចាញ់ហើយស៊ីឈីងនៅតែរក្សាទឹកមុខដដែលដោយមិនខ្វល់នឹងល្បិចនេះទាល់តែសោះដឹងហើយប្រធានក្រុមឆ្លើយទាំងទាល់ច្រកចាំបន្តិចខ្ញុំទើបតែនឹកឃើញគំនិតល្អមួយខ្ញុំគិតថាប្រធានក្រុមបន្តខ្ញុំនិយាយថាឯងចាញ់ហើយទឹកមុខរបស់ស៊ីឈីងគឺមើងម៉ាត់យ៉ាងខ្លាំងខណៈដែលគាត់សង្កត់សម្លេងនិយាយពាក្យមួយម៉ាត់ម្ដងបន្ទាប់មកគាត់ក៏គិតមួយផ្លែតហើយទឹកមុខចម្លែកមួយក៏លេចឡើងនៅលើផ្ទៃមុខរបស់គាត់ហាក់ដូចជាគាត់មិនពេញចិត្តនឹងអាកប្បកិរិយារបស់ប្រធានក្រុមអញ្ចឹងសម្រាប់ស៊ីឈីងប្រសិនបើអ្នកចាញ់ការភ្នាល់អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះរឿងនេះឲ្យបានមើងម៉ាត់បំផុតវាមានសារៈសំខាន់ដូចគ្នានឹងការសងលុយដែលអ្នកចម្ពាក់គេអញ្ចឹងដែរទាំងពីរនេះគឺអាស្រ័យលើច្បាប់ឋានសួគ៌និងគោលការណ៍ផែនដីចំណែកឯប្រធានក្រុមវិញកំពុងតែពិបាកក្នុងការទប់ដង្ហើមឲ្យស្មើភ្នែករបស់គេឡើងក្រហមងាំងហើយគេថែមទាំងសង្កេតធ្មេញទៀតផងក៏បានយើងគ្រាន់តែនិយាយពីការស្លៀកពាក់បន្លំជាប្រនាងទី3ប៉ុណ្ណោះតែមែនអត់មិនមែនជារឿងធំដុំអីទេចាំមកផ្លែសិនកែវភ្នែកពោពេញដោយការតាំងចិត្តគេក៏ងាកខ្លួនហើយចូលទៅក្នុងបន្ទប់នាវាការទន្ទឹងរង់ចាំនៅក្នុងបេះដូងរបស់ស៊ីឈីងក៏កើនឡើងខណៈដែលគាត់សម្លឹងមើលទ្វារបន្ទប់នាវាហើយរង់ចាំពេលវេលាកន្លងផុតទៅប្រហែលជាមួយម៉ោងក្រោយមកនៅពេលដែលស៊ីឈីងទើបតែចាប់ផ្ដើមអស់ការអត់ធ្មត់ទ្វារបន្ទប់នាវាក៏បើកឡើងយឺតហើយនារីវ័យក្មេងដែលមានរូបរាងស្ដើងសឡូននិងស្រស់ស្អាតគួរឲ្យទាក់ទាញម្នាក់ក៏បានដើរចេញមកនាងមិនមែនជានរណាក្រៅពីព្រះនាងទី3នោះទេដំបូងនាងដើរយឺតនិងដោយមានលំនឹងប៉ុន្តែបន្ទាប់ពីបោះជំហានបានពី3ជំហាននាងក៏ងាកមុខដ៏ស្រទន់និងតាក់ទាញរបស់នាងមករកស៊ីឈីងនោះគឺជាពេលដែលនាងបានកត់សម្គាល់ឃើញទឹកមុខចម្លែករបស់គាត់ហើយទឹកមុខរបស់នាងក៏ប្រែជាជូរចត់បញ្ចេញសម្លេងយ៉ាងត្រជាក់ដើម្បីទប់កំហឹងមិនឲ្យផ្ទុះឡើងនាងក៏ដើរជន់ជើងក៏ក្រាំងមករកគាត់បន្ទាប់មកក៏លើកសម្ពុតរបស់នាងឡើងបង្ហាញជើងវែងស្រោនទាំងពីរអង្គុយចោងហោងចុះនាងបានទាញផ្លែប៉ោមដ៏ធំមួយចេញមករួចខាំមួយម៉ាត់យ៉ាងសាហាវសប្បាយចិត្តហើយនៅប្រធានក្រុមការបន្លំខ្លួនរបស់គេគឺពិតជាដូចមនុស្សពិតមែនដែលធ្វើឲ្យវាคล้ายជាទស្សនវិជ្ជាដ៏គួរឲ្យគយគន់ពិតប្រាកដមិនថាស៊ីឈីងសម្លឹងមើលគេពីជ្រុងណានោះទេគាត់មិនអាចរកឃើញចំណុចខ្វះខាតណាមួយឡើយករណីលើកលែងតែមួយគត់គឺថាជើងរបស់គេមានរោមច្រើនបន្តិចអ្វីៗផ្សេងទៀតគឺល្អឥតខ្ចោះភ្នែកភ្លឺថ្លានិងធ្មេញសដៃតូចស្រឡូនស្ក្បោះដោយត្បូងពេជ្រដៃស្រឡូនដោយក្រអៅឈូកសូម្បីតែសិស្សស្រីដែលស្រស់ស្អាតបំផុតនៅក្នុងបកក៏ច្បាស់ជាច្រណែននៅពេលដែលឃើញរូបរាងនេះដែរ
ស៊ីឈីងពិតជាចង់ដឹងណាស់ថាប្រធានក្រុមអាចធ្វើបែបនេះបានដោយរបៀបណាហើយក៏ចំណាយពេលមួយសន្ទុះធំដើម្បីសម្លឹងមើលគេតាំងពីក្បាលដល់ចុងជើងក្នុងពេលជាមួយគ្នានោះប្រធានក្រុមដែលកំពុងតែមានការធុញថប់យ៉ាងច្បាស់ក៏បានលូកដៃដល់ស្រទន់មករកស៊ីឈីងយកចិញ្ចៀនផ្ទុកមកឲ្យខ្ញុំស៊ីឈីងបានយកចិញ្ចៀនផ្ទុករបស់ព្រះនាងទី3ចេញមកហើយចាក់វាបញ្ច្រាស់ភ្លាមនោះរបស់របរចម្រុះជាច្រើនក៏បានធ្លាក់ចេញមកកជាគំនរដ៏ធំមួយភាគច្រើនគឺជាសម្លៀកបំពាក់មិនសូវមានថ្មវិញ្ញាណច្រើនទេទោះបីជាមានថ្មពណ៌ខ្មៅតូចមួយចំនួនដែលបញ្ចេញចំហាយពុលក៏ដោយហើយស៊ីឈីងក៏បានឃើញដបគ្រីស្តាល់ទំហំប៉ុនម្រាមដៃជាច្រើនដែលសុទ្ធតែមានផ្ទុកត្បូងពណ៌ខ្មៅនៅខាងក្នុងហើយត្បូងនីមួយៗសុទ្ធតែមាននិមិត្តសញ្ញាវេទមន្តសន្មតថាវាប្រហែលជារបស់បែបនេះហើយដែលគាត់បានបុកជាមួយនឹងទូកវេទមន្តរបស់គាត់នោះច្រើនម្លេះស៊ីឈីងបានរើដបមួយមកពិនិត្យខណៈដែលកំពុងឆែកឆេររបស់ផ្សេងទៀតប្រធានក្រុមនិយាយថារបស់ទាំងនោះមានឈ្មោះថាត្បូងរន្ទះបញ្ចាំងយិនវាគឺជាវត្ថុវេទមន្តប្រើប្រាស់តែម្ដងដែលមានតែចំពោះបិសាចសមុទ្រប៉ុណ្ណោះវាមានធម៌ពលខ្លាំងណាស់ហើយអាចបង្កើតឡើងបានតែដោយអ្នកខ្លាំងពូកែកំពូលរបស់បិសាចសមុទ្រប៉ុណ្ណោះដោយសារហេតុនោះហើយទើបពួកវាកម្រមានណាស់ក្នុងចំណោមពូជសាសន៍ផ្សេងទៀតហើយវាមានតម្លៃខុសៗគ្នាអាស្រ័យលើធម៌ពលរបស់ពួកវាបិសាចសមុទ្រខុសៗគ្នានឹងបង្កើតកំណែខុសៗគ្នាមានប្រភេទមួយដែលត្រូវបានបង្កើតឡើងដោយបុព្វបុរសបិសាចសមុទ្រដែលអាចបញ្ចេញការវាយប្រហារដែលអាចប្រៀបបាននឹងកម្រិតបង្កើតព្រលឹងកាលពីប្រមាណឆ្នាំមុនវាត្រូវបានគេដាក់ដេញថ្លៃនៅក្នុងតំបន់ដីពណ៌ស្វាយហើយទីបំផុតក៏លក់ដាច់ក្នុងតម្លៃដ៏មហាសាលលក្ខណៈពិសេសមួយនៃត្បូងទាំងនេះគឺថាឯងត្រូវតែផ្ដល់ធម៌ពលឲ្យវាដោយប្រើឈាមហើយពួកវាមានគ្រោះថ្នាក់បំផុតចំពោះពូជសាសន៍ណាដែលជាម្ចាស់ឈាមនោះខណៈដែលគេនិយាយប្រធានក្រុមក៏បានរើសបន្តអត្តសញ្ញាណមួយឡើងមកដោយសម្លេងពេញចិត្តគេក៏បន្តថាខ្ញុំបានចំណាយលុយច្រើនណាស់លើក្បាច់បន្លំខ្លួននេះវាពិតជាអស្ចារ្យមែនវាមិនត្រឹមតែអនុញ្ញាតឲ្យឯងអាចត្រាប់តាមចំហាយធម៌ពលនៃពូជសាសន៍ណាមួយប៉ុណ្ណោះទេថែមទាំងអាចបិទបាំងបំរែបំរួលធម៌ពលរបស់ឯងផ្ទាល់បានយ៉ាងល្អឥតខ្ចោះទៀតផងដោយសារតែខ្ញុំបានតាមដានព្រះនាងទី3អស់មួយរយៈមកហើយខ្ញុំអាចត្រាប់តាមនាងបានយ៉ាងល្អឥតខ្ចោះពេលនេះពួកយើងត្រូវតែឆ្ពោះទៅកាន់ទឹកដីបិសាចសមុទ្រហើយដរាបណាពួកយើងមិនជាប់គាំងនៅទីនោះយូរទេហើយដរាបណាពួកយើងមិនជួបប្រទះនឹងអ្នកខ្លាំងកម្រិតបង្កើតស្នូលណាដែលអាចទម្លុះការបន្លំខ្លួននេះបាននោះគ្មានអ្នកណាម្នាក់អាចដឹងពីអ្វីដែលកំពុងកើតឡើងឡើយនិយាយដល់ចំណុចនេះប្រធានក្រុមបានសម្លឹងមើលស៊ីឈីងបន្ទាប់មកក៏បោះអាវផាយពណ៌សមួយទៅឲ្យគាត់គេក៏បានហុចដបតូចមួយទៅឲ្យគាត់ផងដែរស្លៀកវាទៅបន្ទាប់មកបើកដបនោះហើយចាក់របស់ដែលនៅខាងក្នុងមកលើខ្លួនឯងទៅវានឹងអនុញ្ញាតឲ្យឯងបញ្ចេញពឹសខ្មៅឆៅបូករួមទាំងការបិទបាំងចំហាយធម៌ពលរបស់ឯងនិងផ្លាស់ប្ដូររូបរាងកាយរបស់ឯងផងដែរស៊ីឈីងធ្វើតាមការណែនាំបន្ទាប់ពីនោះពឹសខ្មៅឆៅដែលគាត់បញ្ចេញនិងទម្រង់មុខដ៏ស្ងួតស្វិតរបស់គាត់ធ្វើឲ្យគាត់មើលទៅដូចគ្នាបេះបិទនឹងបិសាចសមុទ្រម្នាក់អញ្ចឹងចំណែកឯដបតូចនោះវិញស៊ីឈីងអាចដឹងថាវាត្រូវបានបង្កើតឡើងដោយនរណាម្នាក់ដែលមានកម្រិតវឹកហាត់ដ៏អស្ចារ្យមិនធម្មតាលើសពីនេះទៅទៀតវាបានផ្ដល់ឲ្យគាត់នូវការយល់ដឹងថ្មីអំពីទង្វើដ៏ចម្លែកនិងអស្ចារ្យដែលប្រធានក្រុមតែងតែធ្វើហើយពេលនេះប្រធានក្រុមនិយាយយ៉ាងម៉ឺងម៉ាត់ឯងត្រូវធ្វើជាអ្នកចូលយាមការពាររបស់ខ្ញុំឯងនឹងការពារខ្ញុំដែលជាព្រះនាងត្រឡប់ទៅទឹកដីបិសាចសមុទ្រចាប់ពីពេលនេះតទៅពួកយើងត្រូវតែសម្ដែងឲ្យសមដើម្បីកុំឲ្យអ្នកណាមើលធ្លុះយល់ព្រមទេស៊ីឈីងងក់ក្បាលព្រោះអ្វីដែលប្រធានក្រុមនិយាយពិតជាសមហេតុផលមែនប្រធានក្រុមក្រហែបន្តិចរួចពុតខ្លួននៅត្រង់ចង្កេះពី3ដងដែលបង្ហាញពីរូបរាងដ៏តាក់ទាញរបស់គេបន្ទាប់មកក៏អង្គុយចុះហើយកងអង្រែយ៉ាងយឺតដោយអង្រួនជើងម្ខាងឡើងចុះថ្មគេក៏យកផ្លែប៉ោមនោះចេញមកហើយខាំមួយម៉ាត់មកនេះមកអាឈិងតូចព្រះនាងត្រូវការឲ្យគេច្របាច់ជើងឲ្យស៊ីឈីងសម្លឹងមើលប្រធានក្រុមបន្ទាប់មកក៏យកម្សៅពុលខ្លះចេញពីចិញ្ចៀនផ្ទុករបស់គាត់ហើយរៀបចំចាក់វាចូលទៅក្នុងបាតដៃប្រធានក្រុមប្រញាប់ដកជើងរបស់គេថយក្រោយរួចសម្លឹងមើលស៊ីឈីងយ៉ាងម៉ឺងម៉ាត់ខ្ញុំទើបតែនឹកឃើញថាពួកយើងត្រូវតែនិយាយពីផែនការសិននៅក្នុងលំហមេឃនាវាចម្បាំងមួយគ្រឿងដែលមានរូបរាងដូចជាដើមឈើពណ៌ខ្មៅកំពុងហោះយ៉ាងលឿនកាត់ពពកបង្កជាសម្លេងយ៉ាងខ្លាំងប្រសិនបើវាបន្តហោះក្នុងល្បឿននេះវានឹងទៅដល់កោះដែលជាទឹកដីដូនតារបស់បិសាចសមុទ្រក្នុងរយៈពេលត្រឹមតែ10ថ្ងៃប៉ុណ្ណោះផ្អែកលើផែនទីសមុទ្រដែលបណិត្រាឈាម7បានចែកជូនក្នុងអំឡុងពេលសង្គ្រាមស៊ីឈីងដឹងថាទោះបីជាកន្លែងនោះត្រូវបានគេហៅថាកោះក៏ដោយប៉ុន្តែវាមានទំហំធំជាងទឹកដីរបស់ប្រជុំកោះមច្ឆាឆ្ងាយណាស់តាមពិតវាមានទំហំប្រហែល 10% នៃទ្វីបសត្វហង្សខាងត្បូងស៊ីឈីងនិងប្រធានក្រុមកំពុងនៅលើនាវាចម្បាំងនោះបន្ទាប់ពីមានការពិភាក្សាយ៉ាងយូរពួកគេក៏បានសម្រេចផែនការរបស់ពួកគេត្រឹមតែ10ថ្ងៃទៀតប៉ុណ្ណោះប្រធានក្រុមនិយាយយើងនឹងទៅដល់ទឹកដីបិសាចសមុទ្រហើយផែនការរបស់ឯងមិនអីទេស៊ីឈីងគ្រាន់តែថាយើងនឹងត្រូវការពេលច្រើនថ្ងៃហើយខ្ញុំបារម្ភថាផែនការរបស់ឯងមិនទុកពេលឲ្យបានគ្រប់គ្រាន់ហ
ហើយក៏ហេតុអីបានជាឯងមើលទៅរំភើបខ្លាំងម្ល៉េះជាមួយរាល់ការរៀបចំសម្រាប់ផែនការរបស់ឯងនេះប្រធានក្រុមមើលទៅហាក់ដូចជាទាំងស្ទាក់ស្ទើរនិងសង្ស័យបាននិយាយពីផែនការពិភាក្សារបស់ពួកគេនៅថ្ងៃដំបូងបានបង្ហាញឲ្យឃើញថាប្រធានក្រុមតាមពិតមិនមានផែនការអ្វីទាំងអស់គេគ្រាន់តែមានបំណងសម្រុកចូលទៅក្នុងទឹកដីបិសាចសមុទ្រហើយចាំមើលថានឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀតស៊ីឈីងមិនអាចយល់ព្រមនឹងរឿងនោះទេបន្ទាប់ពីគិតមួយសន្ទុះនឹងកំណត់គោលដៅរបស់គាត់រួចគាត់ក៏នឹកឃើញគំនិតមួយគឺការព្យាយាមទៅឲ្យដល់រូបសំណាកបុព្វបុរសបិសាចសមុទ្រដែលនៅជិតបំផុតឲ្យបានលឿនតាមដែលអាចធ្វើទៅបានបន្ទាប់ពីកំណត់គោលដៅនោះហើយផែនការក៏បានលេចជារូបរាងឡើងយ៉ាងលឿនវិធីលឿនបំផុតដើម្បីទៅដល់រូបសំណាកនោះគឺត្រូវឲ្យអ្នកវឹកហាត់បិសាចសមុទ្រជូនពួកគេទៅផ្ទាល់តែម្ដងធ្វើបែបនោះនឹងមិនមានការខាតបង់ពេលវេលាឡើយចំណែកឯវិធីដើម្បីបានអ្នកជូនដំណើរនោះស៊ីឈីងនិងប្រធានក្រុមបានសម្រេចចិត្តរួចហើយថាវានឹងត្រូវតែជាការរងរបួសប្រសិនបើព្រះនាងទី3រងរបួសហើយខំប្រឹងត្រឡប់មកវិញដោយសុវត្ថិភាពនោះច្បាស់ណាស់ថានាងនឹងត្រូវបានបញ្ជូនទៅព្យាបាលហើយដោយសារតែឋានៈរបស់នាងទីតាំងជាក់ស្ដែងសម្រាប់ការព្យាបាលគឺជារូបសំណាកបុព្វបុរសបិសាចសមុទ្រមិនខានយ៉ាងណាមិញរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់ប្រធានក្រុមបានបញ្ជាក់យ៉ាងច្បាស់ថារូបសំណាកទាំងនោះត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសំខាន់ពីរការបំផ្លាញបិសាចសមុទ្រថ្មីនិងការព្យាបាលដ៏គួរឲ្យភ្ញាក់ផ្អើលនោះហើយជាមូលហេតុដែលប្រធានក្រុមនៅតែមានការស្ទាក់ស្ទើរនិងសង្ស័យបន្តិចបន្តួចហើយទើបតែសួរសំណួរអំបញ្ញមិញនេះប្រសិនបើការព្យាបាលបញ្ចប់ក្នុងរយៈពេល1ថ្ងៃគេបន្តគេនឹងកត់សម្គាល់ឃើញហើយមានការសង្ស័យមិនខានស៊ីឈីងគ្រូវីក្បាលមិនសង្ស័យទេប្រសិនបើយើងនៅតែបន្តបន្ថែមរបួសជារៀងរាល់ថ្ងៃសម្រាប់ដំណើរដែលនៅសល់របួសចាស់បន្ថែមលើរបួសថ្មីវានឹងមើលទៅកាន់តែសមហេតុផលប្រធានក្រុមនៅតែមិនជឿហើយស្ទើរតែប្រកាសថាស៊ីឈីងកំពុងប្រើប្រាស់អំណាចសាធារណៈដើម្បីសងសឹកផ្ទាល់ខ្លួនស៊ីឈីងសម្លឹងមើលចំកៅភ្នែករបស់ប្រធានក្រុមដោយមិនព្យាយាមងាកចេញឡើយឃើញបែបនេះប្រធានក្រុមក៏ដកដង្ហើមធំហើយនឹកឃើញដល់ដំបូន្មានដែលគេធ្លាប់ឲ្យស៊ីឈីងកាលពីពេលមុនដោយសារតែដំបូន្មាននោះគេក៏មិនប្រកាសថាស៊ីឈីងកំពុងគិតអ្វីនោះទេទោះជាយ៉ាងណាក៏ដោយប្រធានក្រុមគឺជាមនុស្សកាចសាហាវនិងមោះមុតដូច្នេះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលស្រាប់តែគេដកកូនកំបិតចេញមកហើយចាក់ពោះខ្លួនឯងយ៉ាងសាហាវភ្លាមនោះឈាមពណ៌ខៀវសប្បនិមិត្តរបស់គេក៏ហូរចេញមកប្រឡាក់ប្រតាក់សម្លៀកបំពាក់មានរឿងអីធំដុំទៅត្រឹមតែរឿងតូចតាចប៉ុណ្ណឹងសោះប្រធានក្រុមសួរទាំងបន្តខំផ្លែប៉ោមរបស់គេស៊ីឈីងគ្រូវិក្បាលប្រធានក្រុមរបួសដែលធ្វើបាបខ្លួនឯងវាមើលទៅខុសស្រឡះពីរបួសពិតប្រាកដដើម្បីភាពជោគជ័យនៃផែនការរបស់យើងឯងត្រូវតែទ្រាំទ្រនឹងការអាម៉ាស់បន្តិចបន្តួចហើយកុំបារម្ភអីខ្ញុំនឹងជួយប្រធានក្រុមឈប់ខំផ្លែប៉ោមហើយកៅភ្នែករបស់គេបើកធំសម្លក់មកស៊ីឈីងសម្លឹងមើលគេវិញយ៉ាងមើងម៉ាត់ចំកៅភ្នែកតែម្ដងបន្ទាប់ពីស្ងាត់មួយសន្ទុះប្រធានក្រុមក៏ដកដង្ហើមធំបោះកូនកំបិតរបស់គេឲ្យស៊ីឈីងហើយបន្ទាប់មកក៏លាដៃទាំងពីរចេញចាក់មកញញឹមស៊ីឈីងក្តាប់កូនកំបិតដើរទៅមុខរួចអារពុះរបស់ប្រធានក្រុមបន្ទាប់មកគាត់ដកកូនកំបិតមកវិញមួយសន្ទុះមុននឹងចាក់ប្រធានក្រុមមួយទំហឹងវាពិតជាអារម្មណ៍ដ៏អស្ចារ្យមែនបន្ទាប់មកប្រធានក្រុមស្រែកឡើងខណៈដែលស៊ីឈីងអារកូនកំបិតកាត់ភ្លៅស្ដាំរបស់គេពេលដែលឈាមហូរចេញមកស៊ីឈីងបានប្រើគម្ពីរបង្កើតសមុទ្រវាចំទ្រូងរបស់ប្រធានក្រុមសម្លេងផ្ទុះបានបន្លឺឡើងហើយឈាមក៏ខ្ទាតចេញពីមាត់របស់ប្រធានក្រុមខណៈដែលមុខរបស់គេប្រែជាស្លេកស្លាំងដោយសាកសពកូនកំបិតរបស់ស៊ីឈីងបានចាក់ឆ្វេងស្ដាំរហូតដល់ប្រធានក្រុមប្រឡាក់ពេញទៅដោយឈាមហើយមើលទៅគួរឲ្យសង្វេគមែនទែនអូខេគ្រប់គ្រាន់ហើយស៊ីឈីងមានអារម្មណ៍ខកចិត្តបន្តិចការចាក់កូនកំបិតប្រមាណដងនោះពិតជាមានអារម្មណ៍ល្អមែនទែនបន្ទាប់ពីឈប់គាត់បានសម្លឹងមើលជើងឆ្វេងរបស់ប្រធានក្រុមហើយសម្រេចចិត្តថាថ្ងៃស្អែកគាត់នឹងផ្ដោតលើទីនោះពេលប្រធានក្រុមសម្គាល់ឃើញស៊ីឈីងកំពុងសម្លឹងមើលជើងរបស់ខ្លួនត្របកភ្នែករបស់គេក៏កន្ត្រាក់អនុប្រធានក្រុមស៊ីឈីងក្នុងនាមជាអ្នកឈរយាមការពារវាមិនសមហេតុផលតតែសោះដែលប្រនាងរងរបួសធ្ងន់ធ្ងរយ៉ាងនេះចំណែកឯងវិញមិនមុតសំបីតែមួយស្នាមនោះស្នាមញញឹមរបស់ស៊ីឈីងរលត់បាត់ទៅដូច្នេះប្រធានក្រុមបន្តដោយមានស្នាមញញឹមបន្តិចលេចឡើងនៅលើផ្ទៃមុខដើម្បីភាពជោគជ័យនៃផែនការរបស់យើងឯងក៏ត្រូវតែទ្រាំទ្រនឹងការអាម៉ាស់បន្តិចបន្តួចដែរកុំបារម្ភអីខ្ញុំនឹងជួយដោយបេះដូងពោពេញទៅដោយការទន្ទឹងរង់ចាំគេបានយកកូនកំបិតមកវិញបន្ទាប់មកក៏ចាក់យ៉ាងសាហាវសម្ដៅទៅរកភ្លៅរបស់ស៊ីឈីងចំណងធម្មជាតិរបស់ស៊ីឈីងគឺចង់គេចចេញពីការវាយប្រហារនោះប៉ុន្តែគាត់មិនអាចបដិសេធហេតុផលរបស់ប្រធានក្រុមបានទេដកដង្ហើមធំគាត់គ្រាន់តែសម្លឹងមើលចំកៅភ្នែករបស់ប្រធានក្រុមខណៈដែលកូនកំបិតនោះចាក់ចូលទៅក្នុងភ្លៅរបស់គាត់ស៊ីឈីងសង្កេតថ្មិញ
បន្ទាប់មកប្រធានក្រុមបានចាក់ពោះស៊ីឈីង3ដងយ៉ាងរំភើបអារោគរបស់គាត់និងបង្ករបួសស្រាលៗជាច្រើនកន្លែងនៅលើសរីរាង្គសំខាន់ៗបន្ទាប់ពីស៊ីឈីងប្រឡាក់ពេញទៅដោយឈាមគាត់ស្រាប់តែថយក្រោយមួយជំហានសម្លក់មើលប្រធានក្រុមហើយនិយាយដោយសំឡេងស្អកៗថាជើងស្ដាំរបស់ឯងរងរបួសធ្ងន់ណាស់ប៉ុន្តែជើងឆ្វេងរបស់ឯងមិនអីទេវាមិនសូវសមហេតុផលសោះគ្រាន់តែនិយាយចប់ភ្លាមកូនកំបិតមួយក៏ស្រាប់តែលេចឡើងនៅក្នុងដៃរបស់គាត់ហើយគាត់ក៏ចាក់វាសម្ដៅទៅរកជើងឆ្វេងរបស់ប្រធានក្រុមមួយសន្ទុះក្រោយមកប្រធានក្រុមសង្កេតធ្មេញហើយចាក់ស៊ីឈីងម្ដងទៀតហើយដូច្នេះពួកគេទាំងពីរក៏បានផ្លាស់ប្ដូរការវាយប្រហារដោយកូនកំបិតទៅវិញទៅមកមួយសន្ទុះធំក្រោយមកពួកគេក៏ឈប់អ្នកទាំងពីរដេកនៅលើដំបូលនាវាទាំងហត់ដង្ហើមនិងពោពេញទៅដោយរបួសដ៏គួរឲ្យរន្ធត់ជាច្រើនកន្លែងដោយសំឡេងញ័រប្រធានក្រុមនិយាយថាស៊ីឈីងខ្ញុំមិនគិតថាយើងចាំបាច់ត្រូវធ្វើបែបនេះរាល់ថ្ងៃទេខ្ញុំជាព្រះនាងឯងជាអ្នកឈរយាមការពារពួកយើងកំពុងតែរត់គេចខ្លួនបន្ទាប់ពីត្រូវគេវាយប្រហារតើមែនអត់បន្ទាប់ពីគិតបន្តិចស៊ីឈីងនិយាយថាមែនហើយប្រហែលជាយើងគួរតែរត់គេចខ្លួនរយៈពេល7ឬ8ថ្ងៃរួចចាំធ្វើជាត្រូវគេវាយប្រហារម្ដងទៀតចុះបើពួកបិសាចសមុទ្រដឹងថាពួកយើងជានរណាបន្ទាប់ពីពួកយើងទៅដល់ទីនោះតើឯងមានផែនការរត់គេចខ្លួនទេលើបែបនេះចិញ្ចើមរបស់ប្រធានក្រុមក៏ងើបឡើងលូកដៃទៅយកផ្លែប៉ោមដែលខាំបានពាក់កណ្ដាលរបស់គេមកវិញគេក៏ខាំមួយម៉ាត់រួចញញឹមយ៉ាងពេញចិត្តអនុប្រធានក្រុមស៊ីឈីងខ្ញុំពិតជាមានផែនការរត់គេចខ្លួនសម្រាប់ស្ថានភាពនោះមែនប៉ុន្តែឯងមិនបាច់បារម្ភទេនៅពេលដែលប្រថុយជីវិតវាជាការល្អជាងក្នុងការរក្សារឿងរ៉ាវឲ្យនៅអាចកំបាំងដោយមិនចាំបាច់បញ្ចេញព័ត៌មានលម្អិតទាំងអស់ដូច្នេះឯងគួរតែត្រៀមខ្លួនការពារខ្លួនឯងទៅដោយសារតែឯងធ្វើការឲ្យខ្ញុំគិតថាខ្ញុំអាចប្រាប់ឯងខ្លះទោះជាយ៉ាងណាក៏ដោយនេះគឺជាអាចកំបាំងដ៏ធំបំផុតមួយរបស់ខ្ញុំដូច្នេះវាមានតម្លៃ10000 ពាន់ថ្មវិញ្ញាណស៊ីឈីងធ្លាប់បានគិតចង់លក់យន្ត teleport ចលាចលឲ្យប្រធានក្រុមដែរប៉ុន្តែនៅពេលដែលគាត់ក្រឡេកមើលទៅឃើញទឹកមុខកំសត់របស់ប្រធានក្រុមគាត់ក៏សម្រេចចិត្តថាមិនលក់វិញវាមិនចាំបាច់ទេប្រធានក្រុមភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលស៊ីឈីងមិនបានសួរសំណួរបន្តដោយសារតែបែបនេះគេក៏សន្និដ្ឋានថាស៊ីឈីងច្បាស់ជាមានក្បាច់ការពារជីវិតរៀងខ្លួនមិនខានប៉ុន្តែទោះបីជាគាត់មានមែនក៏ប្រធានក្រុមមិនជឿថាវាអស្ចារ្យដូចរបស់គេដែរនៅពេលដែលដល់ពេលឯងអាចប្រើវាបានដោយសេរីប្រធានក្រុមនិយាយអ្វីដែលឯងត្រូវការគឺត្រឹមតែ18000ថ្មវិញ្ញាណប៉ុណ្ណោះពេលវេលាកន្លងផុតទៅយ៉ាងលឿន7ថ្ងៃពេលនេះពួកគេនៅសល់តែ3ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ទឹកដីបិសាចសមុទ្រស៊ីឈីងនិងប្រធានក្រុមបានចំណាយពេលអង្គុយសមាធិនិងជួនកាលក៏ពិនិត្យមើលផែនការរបស់ពួកគេឡើងវិញលើសពីនេះទៅទៀតដើម្បីធានាថាផែនការដំណើរការទៅដោយរលូនប្រធានក្រុមបានពន្យល់រឿងខ្លះៗអំពីបិសាចសមុទ្រហើយនោះគឺជាអ្វីទាំងអស់ដែលត្រូវនិយាយអំពីបិសាចសមុទ្រប្រធានក្រុមនិយាយឥឡូវនេះចាំខ្ញុំប្រាប់ឯងបន្ថែមអំពីព្រះនាងទី3ឯងគួរតែអាណិតនាងតាមពិតទៅនាងស្អប់ពួកបិសាចសមុទ្រជាងអ្នកណាទាំងអស់នៅក្នុងបនេត្រាឈាម7ទៅទៀតនោះហើយជាមូលហេតុដែលខ្ញុំប្រាប់ឯងថានាងនឹងជួយពួកយើងប្រធានក្រុមក៏លេចមើលទៅក្នុងចិញ្ចៀនផ្ទុករបស់ខ្លួនដើម្បីមើលសភាពការរបស់ព្រះនាងទី3នាងកើតមកពីឪពុកម្ដាយជាពូជសាសន៍ទេវៈឪពុករបស់នាងមានទេពកោសល្យហ្វឹកហាត់គួរឲ្យភ្ញាក់ផ្អើលហើយត្រូវបានគេចាត់ទុកថាជាទេពកោសល្យក្នុងចំណោមពូជសាសន៍ទេវៈគេធ្លាប់គិតថាគាត់មានសក្តានុពលក្នុងការដើរតាមគន្លងរបស់អធិរាជបុរាណនិងព្រះចៅអធិរាជទោះជាយ៉ាងណាក៏ដោយទីបំផុតគាត់ក៏បានបះបោរប្រឆាំងនឹងប្រជាជនរបស់គាត់ហើយក៏បានបំផ្លាញខ្លួនឯងឲ្យទៅជាបិសាចសមុទ្រដោយចេតនាដោយពិចារណាលើកម្រិតហ្វឹកហាត់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គាត់ទទួលបានការយល់ព្រមពីបុព្វបុរសបិសាចសមុទ្រហើយត្រូវបានតែងតាំងជាស្ដេចបិសាចសមុទ្រទី1ក្នុងនាមជាស្ដេចបិសាចសមុទ្រគាត់បានហាត់ក្បាច់គុណបិសាចសមុទ្រដ៏ពិសេសមួយដែលមានឈ្មោះថាស្ដេចកាត់ផ្ដាច់សេចក្តីស្រឡាញ់ហើយគាត់បានហាត់វាដល់កម្រិតកំពូលដោយទទួលបានការយល់ដឹងពីដែនឆន្ទៈមួយដែលហៅថាការបំភ្លេចសេចក្តីទុក្ខវាសុទ្ធតែជាផ្នែកមួយនៃផែនការរបស់គាត់នៅពេលដែលគាត់បះបោរប្រឆាំងនឹងពូជសាសន៍ទេវៈគាត់បានយកប្រពន្ធនិងកូនស្រីទាំង3របស់គាត់ទៅជាមួយហើយបានបំផ្លាញពួកគេឲ្យទៅជាបិសាចសមុទ្ររួមជាមួយនឹងខ្លួនគាត់ទាំងអស់នេះគឺក្នុងគោលបំណងបូជាពួកគេសម្រាប់ការស្វែងរកតាវរបស់គាត់និយាយឲ្យសាមញ្ញទៅគ្រប់ពេលដែលស្ដេចបិសាចសមុទ្រជួបប្រទះនឹងការកកស្ទះក្នុងការហ្វឹកហាត់គាត់អាចបូជាមនុស្សជាទីស្រឡាញ់ដើម្បីទម្លុះវាបានក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះគាត់បានបូជាប្រពន្ធរបស់គាត់កូនស្រីច្បងនិងកូនស្រីទី2របស់គាត់រួចទៅហើយនៅសល់តែកូនស្រីទី3របស់គាត់ប៉ុណ្ណោះហើយមូលហេតុតែមួយគត់ដែលនាងនៅមានជីវិតគឺដោយសារតែឪពុករបស់នាងមិនទាន់ជួបប្រទះនឹងការកកស្ទះក្នុងការហ្វឹកហាត់នោះហើយជាមូលហេតុដែលខ្ញុំចង់បញ្ចូលនាងទៅក្នុងផែនការក្មេងស្រីម្នាក់នេះមើលទៅហាក់ដូចជាល្ងងខ្លៅប៉ុន្តែនោះក៏ដោយសារតែជីវិតដែលនាងត្រូវបានគេការពារជ្រុលពេកប៉ុណ្ណោះតាមពិតទៅនាងស្អប់ឪពុករបស់នាងដល់ឆ្អឹងខ្លាំងជាងអ្នកណាម្នាក់ពីបនេត្រាឈាម7អាចស្អប់គាត់ទៅទៀត
ដូច្នេះហើយទើបនាងតែងតែបង្កបញ្ហាជានិច្ចផែនការរបស់ខ្ញុំគឺចង់ឲ្យនាងស្បត់ថានឹងជួយខ្ញុំដោយសន្យាថានឹងនាំនាងទៅជាមួយនៅពេលក្រោយហើយជួយឲ្យនាងមានសេរីភាពពិតប្រាកដខ្ញុំបានប្រាប់នាងម្ដងហើយម្ដងទៀតថាកុំបង្កបញ្ហាអ្វីឲ្យសោះប៉ុន្តែវាច្បាស់ណាស់ថាมันមានប្រសិទ្ធភាពទេក្មេងស្រីម្នាក់នេះមានអារម្មណ៍ថាជោគវាសនារបស់នាងត្រូវបានកំណត់រួចទៅហើយទស្សនៈដែលជឿលើកម្មផលនោះបានជ្រាបចូលដល់ព្រលឹងរបស់នាងទៅហើយតាមពិតទៅរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់ខ្ញុំបង្ហាញថានាងត្រូវបានសម្លាប់7 ឬ 8 ដងរួចមកហើយក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះគូឲ្យស្ដាយឪពុករបស់នាងបានទាញយកព្រលឹងពាក់កណ្ដាលរបស់នាងហើយរក្សាទុកវាជាប់នឹងខ្លួនគ្រប់ពេលដោយសារតែបែបនេះគាត់អាចបង្កើតនាងឡើងវិញបានគ្រប់ពេលដែលគាត់ចង់បានហើយដូច្នេះទោះបីជានាងស្លាប់នៅកន្លែងឆ្ងាយយ៉ាងណាក៏ដោយក៏វាមិនសូវសំខាន់សម្រាប់គាត់ដែរពេលឮសាច់រឿងនេះពីប្រធានក្រុមស៊ីឈីងមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់ខ្ញុំក៏មានផ្ទុកនៅកំណាព្យមួយឃ្លាដែលត្រូវបានសរសេរឡើងដោយស្ដេចបិសាចសមុទ្រផងដែរប្រធានក្រុមបន្តស្ដាប់ហើយប្រាប់ខ្ញុំមើលតើឯងគិតយ៉ាងម៉េចទូលីក្រហមរីប៉ាយនៅលើផ្ទាំងគំនូទឹកខ្មៅមិនអាចគូសវាសឆ្នាំដែលកន្លងផុតទៅបានទេពួកគេបន្សល់ទុកនៅភាពឯកោដ៏ខ្លាំងក្លាតើខ្ញុំអាចបំភ្លេចសេចក្តីទុក្ខរបស់ខ្ញុំបានយ៉ាងដូចម្តេចខណៈដែលពាក្យទាំងនេះបន្លឺឡើងពេញដំបូលនាវាចម្បាំងពួកវាហាក់ដូចជាមានផ្ទុកនៅសេចក្តីទុក្ខដែលមិនអាចថ្លែងបានស៊ីឈីងមិនបាននិយាយអ្វីទេមនុស្សគ្រប់គ្នានៅលើโลกសុទ្ធតែមានសាច់រឿងរៀងៗខ្លួនដើម្បីរៀបរាប់អំពីអ្វីដែលបានកើតឡើងបន្ទាប់ពីព្រះភ័ក្ត្រទេពបបែកបានមកដល់ហើយរឿងរ៉ាវទាំងនោះតែងតែមើលទៅដូចជាសោកនាដកម្មជានិច្ចការស្វែងរកតាវដោយការសម្លាប់មនុស្សជាទីស្រឡាញ់មើលទៅដូចជារឿងដ៏ជូរចត់និងអស់សង្ឃឹមមួយប៉ុន្តែស៊ីឈីងធ្លាប់បានឃើញរឿងបែបនេះតាំងពីគាត់នៅក្មេងម្ល៉េះវាមិនមែនជារឿងចម្លែកអ្វីទេទោះបីជាយ៉ាងណាក៏ដោយស៊ីឈីងបានយកថ្នាំវេទមន្តមួយគ្រាប់ចេញមកហើយបោះវាទៅឲ្យប្រធានក្រុមទទួលវាដោយក្តីភ្ញាក់ផ្អើលហើយនៅពេលដែលគេដឹងថាវាជាអ្វីគេក៏និយាយថាយកមកធ្វើអីរបួសរបស់ខ្ញុំមិនអីទេតាខ្ញុំមិនត្រូវការវាទេទុកឲ្យព្រះនាងទី3ទៅស៊ីឈីងនិយាយយ៉ាងស្ងប់ស្ងាត់អាឈីងតូចប្រធានក្រុមនិយាយទាំងញញឹមយ៉ាងមានអត្ថន័យខ្ញុំមិននឹកស្មានសោះថាឯងជាមនុស្សចិត្តល្អនិងទន់ភ្លន់បែបនេះសោះថ្លឹងថ្នាំវេទមន្តនោះក្នុងដៃគេក៏បន្តថាចាំសិនឬមួយក៏ឯងលងស្រឡាញ់នាងហើយឯងពិតជាកំពុងគិតចង់ធ្វើជាស្វាមីរបស់នាងមែនទេស៊ីឈីងសម្លឹងមើលប្រធានក្រុមយ៉ាងស្ងប់ស្ងាត់ឃើញទឹកមុខក្រមិចក្រមើមរបស់ប្រធានក្រុមគាត់ក៏មិនចង់តបតអ្វីឡើយពេលឯងសម្លឹងមើលមកខ្ញុំបែបនេះអាឈីងតូចតើឯងពិតជាកំពុងសម្លឹងមើលមកខ្ញុំមែនទេឬក៏ឯងកំពុងតែសម្លឹងមើលព្រះនាងទី3ជាទីស្រឡាញ់របស់ឯងទេដឹងអាយ៉ាបើសិនស្រីនៅក្នុងបកដឹងពីរឿងនេះខ្ញុំគិតថាពួកគេច្បាស់ជាយំមិនខានកាន់តែនិយាយប្រធានក្រុមកាន់តែសប្បាយចិត្តចិញ្ចើមរំឡើងចុះគេបានទុកថ្នាំវេទមន្តនោះរួចយកក្រូចពោធិ៍សាត់មួយផ្លែចេញមកហើយចាប់ផ្ដើមបកវាពេលសម្គាល់ឃើញស៊ីឈីងជ្រួញចិញ្ចើមបន្តិចគេរៀបនឹងបន្តនិយាយបែបនោះទៀតហើយទោះជាយ៉ាងណាក៏ដោយស៊ីឈីងបានកាត់សម្ដីរបស់គេព្រះនាងពួកយើងនឹងទៅដល់ទឹកដីបិសាចសមុទ្រក្នុងរយៈពេល3ថ្ងៃទៀតហើយខ្ញុំគិតថាព្រះនាងត្រូវការរបួសថ្មីខ្លះហើយមុនពេលប្រធានក្រុមអាចនិយាយអ្វីផ្សេងទៀតស៊ីឈីងបានដើរទៅជិតដកកូនកំបិតចេញមករួចចាក់វាចូលទៅក្នុងពោះរបស់ប្រធានក្រុមហើបមាត់ដកដង្ហើមធំធ្វើមុខជូរចត់ដោយការឈឺចាប់បន្ទាប់មកក៏យកកូនកំបិតរបស់ខ្លួនឯងចេញមករួចសម្លក់មើលស៊ីឈីងក្នុងនាមជាអ្នកឈរយាមការពាររបស់ព្រះនាងឯងក៏ត្រូវការរបួសខ្លះដែរគេរៀបនឹងចាក់ប៉ុន្តែស៊ីឈីងបានគេចចេញព្រះនាងកម្រិតវឹកហាត់របស់ព្រះនាងត្រឹមតែនៅដំណាក់កាលកំពូលនៃកម្រិតប្រមូលផ្ដុំប៉ុណ្ណោះដែលមានន័យថាព្រះនាងជាសះស្បើយយឺតណាស់ក្នុងនាមជាអ្នកឈរយាមការពារខ្ញុំត្រូវចំណាយពេលច្រើនដើម្បីប្រយ័ត្នប្រយែងនឹងគ្រោះថ្នាក់មិនមែនចំណាយពេលព្យាបាលព្រះនាងទេនោះមានន័យថារបួសរបស់ព្រះនាងនឹងកាន់តែធ្ងន់ធ្ងរឡើងថ្នាំនៅពេលយើងធ្វើដំណើរក្នុងនាមជាអ្នកវឹកហាត់កម្រិតសាងគ្រឹះម្នាក់របួសរបស់ខ្ញុំជាសះស្បើយលឿនជាងព្រះនាងឆ្ងាយណាស់បើខ្ញុំមានរបួសច្រើនពេកវាមិនសមហេតុផលទេប្រធានក្រុមកាំងសម្ដីមួយសន្ទុះឃើញបែបនេះស៊ីឈីងបានលោតទៅមុខហើយចាក់គេពី3ដងទៀតយកដៃអោបពោះប្រធានក្រុមបានលោតថយក្រោយហើយសម្លក់មើលស៊ីឈីងទោះជាយ៉ាងណាក៏ដោយពេលដែលគេសម្គាល់ឃើញទឹកមុខស្មោះត្រង់របស់ស៊ីឈីងគេក៏ដកដង្ហើមធំទោះបីជាត្រូវគេតាមប្រមាញ់ក៏ដោយក៏ព្រះនាងនិងអ្នកឈរយាមការពារនៅតែមានពេលសម្រាប់ដែរម្យ៉ាងទៀតដោយសារតែពួកយើងនៅជិតទឹកដីបិសាចសមុទ្រណាស់ទៅហើយអ្នកតាមប្រមាញ់ពួកយើងច្បាស់ជាបោះបង់ការតាមប្រមាញ់នេះចោលដោយសារតែភាពភ័យខ្លាចមិនខានស៊ីឈីងគិតមួយសន្ទុះពិតមែនហើយទោះជាយ៉ាងណាក៏ដោយដោយសារតែពួកយើងនៅជិតទឹកដីដូនតាណាស់ទៅហើយព្រះនាងពិតជាត្រូវការរងរបួសធ្ងន់ធ្ងរហើយថែមទាំងចិត្តស្លាប់ទៀតផងបើមិនដូច្នេះទេពួកគេប្រហែលជាមិនបញ្ជូនព្រះនាងទៅកន្លែងព្យាបាលភ្លាមទេប្រធានក្រុមសម្លឹងមើលរបួសដែលខ្លួនមានស្រាប់ដោយក្តីជូរចត់បន្ទាប់មកក៏សម្លឹងមើលស៊ីឈីង
ទឹកមុខដ៏មើងម៉ាត់របស់ស៊ីឈីងធ្វើឲ្យប្រធានក្រុមហើបមាត់ដកដង្ហើមធំបន្ទាប់មកក៏បិទភ្នែកដោយមានអារម្មណ៍អស្ចារ្យស៊ីឈីងបានបង្ករបួសដោយកូនកំបិតចំនួន4ឬ5កន្លែងទៀតរហូតដល់ប្រធានក្រុមច្បាស់ជារងរបួសធ្ងន់និងខ្សោយមែនទែនទើបតែពេលនោះការសម្ដែងការតាមប្រមាញ់ដ៏សាហាវត្រូវបានបញ្ចប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានការស្ដាប់នៅភាគបន្តសូមអរគុណ